បាទជំរាបសួរពុកម៉ែបងប្អូនកុំភ្លេចចុច like ចុច share ដើម្បីទទួលបានរុក្ខជាតិថ្មីពី page និង channel យើងខ្ញុំណាបងប្អូនបាទថ្ងៃនេះយើងខ្ញុំប្រទះឃើញជាប្រទាលប្រភេទមួយដែលមានស្លឹកក្បាហើយមួយទៀតស្លឹកវែងស្រួចបងប្អូនហ្នឹងហើយបងប្អូនសម្រាប់ខ្ញុំអត់ស្គាល់ទេបងប្អូនហើយមួយពាន់នេះគឺពណ៌ក្រហមមានផ្កាទៀតបងប្អូនអញ្ចឹងបងប្អូនណាដែលបានស្គាល់ជួយប្រាប់ភិនភាគរបស់រុក្ខជាតិនឹងផងបងប្អូនខ្ញុំតែងតែឃើញគេដាក់ view ប្រទាលនៅតាមផ្ទះណាមានផៅមានអីចឹងខ្ញុំគិតថារុក្ខជាតិទាំងហ្នឹងគឺមកពីព្រៃហ្នឹងហើយបងប្អូនប៉ុន្តែយើងអត់ដឹងថាប្រភពគេយកមកពីណាហ្នឹងណាបងប្អូនហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនបានស្គាល់ប្រភេទប្រទាលនេះកុំភ្លេច comment ឬក៏ like ជួយ share ផងបងប្អូនដើម្បីឲ្យបងប្អូនបានបកស្រាយជួយគ្នាទាំងអស់គ្នាណាដើម្បីយើងដឹងថាតើរុក្ខជាតិហ្នឹងវាមានប្រភពមកពីណាមានឈ្មោះអ្វីហើយមានបងប្អូនយើងខ្លះតាមគេហដ្ឋានហ្នឹងតើមានប្រទាលនឹងដាក់តាំងលម្អដែរឬទេបាទហើយប្រភេទនេះគឺខ្ពស់ស្អាតមែនតើបងប្អូនបាទដូចស្លឹកតើយអញ្ចឹងបងប្អូននឹងជាប្រទាលមួយដូចជាស្លឹកតើយអញ្ចឹងស្រមៃថាបើដាក់ផើងហើយដាក់មុខផ្ទះគឺស្អាតមែនតើបងប្អូនបាទជំរាបសួរពុកម៉ែបងប្អូនកុំភ្លេចចុច like ចុច share ដើម្បីទទួលបានរុក្ខជាតិថ្មីពី page និង channel យើងខ្ញុំណាបងប្អូនបាទថ្ងៃនេះយើងខ្ញុំប្រទះឃើញជាប្រទាលប្រភេទមួយដែលមានស្លឹកក្បាហើយមួយទៀតស្លឹកវែងស្រួចបងប្អូនហ្នឹងហើយបងប្អូនសម្រាប់ខ្ញុំអត់ស្គាល់ទេបងប្អូនហើយមួយពាន់នេះគឺពណ៌ក្រហមមានផ្កាទៀតបងប្អូនអញ្ចឹងបងប្អូនណាដែលបានស្គាល់ជួយប្រាប់ភិនភាគរបស់រុក្ខជាតិនឹងផងបងប្អូនខ្ញុំតែងតែឃើញគេដាក់ view ប្រទាលនៅតាមផ្ទះណាមានផៅមានអីចឹងខ្ញុំគិតថារុក្ខជាតិទាំងហ្នឹងគឺមកពីព្រៃហ្នឹងហើយបងប្អូនប៉ុន្តែយើងអត់ដឹងថាប្រភពគេយកមកពីណាហ្នឹងណាបងប្អូនហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនបានស្គាល់ប្រភេទប្រទាលនេះកុំភ្លេច comment ឬក៏ like ជួយ share ផងបងប្អូនដើម្បីឲ្យបងប្អូនបានបកស្រាយជួយគ្នាទាំងអស់គ្នាណាដើម្បីយើងដឹងថាតើរុក្ខជាតិហ្នឹងវាមានប្រភពមកពីណាមានឈ្មោះអ្វីហើយមានបងប្អូនយើងខ្លះតាមគេហដ្ឋានហ្នឹងតើមានប្រទាលនឹងដាក់តាំងលម្អដែរឬទេបាទហើយប្រភេទនេះគឺខ្ពស់ស្អាតមែនតើបងប្អូនបាទដូចស្លឹកតើយអញ្ចឹងបងប្អូននឹងជាប្រទាលមួយដូចជាស្លឹកតើយអញ្ចឹងស្រមៃថាបើដាក់ផើងហើយដាក់មុខផ្ទះគឺស្អាតមែនតើបងប្អូន